នៅពីក្រោយផលិតផលនីមួយៗដែលដាក់លក់នៅលើទីផ្សារគឺមានផលិតករដែលមានអាជីវកម្មខ្នាតតូចៗជាច្រើនខ្សែច្រវាក់តម្លៃដែលមានលក្ខណៈបែកខ្ញែកនិងមានទម្រង់មិនផ្លូវការពីមុនមកត្រូវបានសហគ្រាស Unica ប្រមូលផ្ដុំនិងជ្រោមជ្រែងឲ្យតួអង្គតូចៗទាំងនេះធ្វើការរួមគ្នាដើម្បីបំពេញបានតាមលក្ខខណ្ឌតម្រូវការទីផ្សារផ្លូវការផលិតផលជលផលកម្ពុជាភាគច្រើនត្រូវបានផលិតនិងកែច្នៃដោយសិប្បកម្មខ្នាតតូចមិនមានចុះបញ្ជីផ្លូវការពិបាកឲ្យពួកគេចូលទីផ្សារផ្លូវការបានភាពរប៉ាត់របាយបង្កផលលំបាកមួយចំនួនរួមមានភាពមិនស៊ីសង្វាក់ផ្នែកគុណភាពអស្ថិរភាពនៃការផ្គត់ផ្គង់និងការបាត់បង់ឱកាសសេដ្ឋកិច្ចសម្រាប់អ្នកនេសាទនិងអ្នកកែច្នៃខ្នាតតូចៗតាមរយៈគម្រោង Catfish Capture សហគ្រាស Unica ដើរតួនាទីដ៏សំខាន់ក្នុងការប្រមូលផ្ដុំនិងចែកចាយផលិតផលជលផលមានគុណភាពនិងសុវត្ថិភាពនៅលើទីផ្សារសហគ្រាសបានធ្វើការជាមួយសហគមន៍នេសាទវារីវប្បករក្រុមអ្នកកែច្នៃសហគមន៍កសិកម្មនិងក្រុមកែច្នៃខ្នាតតូចៗដែលភាគច្រើនមានស្ត្រីជាសមាជិកខណៈដែលក្រុមកែច្នៃទាំងនេះភាគច្រើនប្រឈមនឹងកង្វះខាតធនធាននិងមិនអាចបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យនិងគុណភាពUnica បានចូលរួមយ៉ាងសកម្មដោះស្រាយបញ្ហាប្រឈមនិងកង្វះខាតទាំងនេះតាមរយៈការប្រមូលផ្ដុំនិងឆ្លើយតបប្រកបដោយបរិញ្ញាបត្រអភិក្រមគ្រប់ជ្រុងជ្រោយនេះផ្ដល់លទ្ធផលគួរឲ្យកត់សម្គាល់ដោយបានលើកកម្ពស់ការទទួលបានទីផ្សារផ្លូវការដល់សិប្បកម្មខ្នាតមីក្រូនិងតូចៗទទួលបានកំណើនលក់និងប្រាក់ចំណូលកាន់តែប្រសើរបង្កើនចំនួនការងារនិងបង្កើតផលិតផលថ្មីៗបានដោយជោគជ័យUnica ជឿជាក់ថាក្រុមផលិតខ្នាតតូចគួរតែទទួលបានឱកាសស្មើៗគ្នាក្នុងការអភិវឌ្ឍខ្លួនតាមរយៈគម្រោង Catfish Capture យើងបានគាំទ្រទៅដល់ក្រុមផលិតដែលជាស្ត្រីជួយដល់អ្នកកែច្នៃខ្នាតតូចទៅលើការបណ្ដុះបណ្ដាលការប្រឹក្សាជាពិសេសយើងបានជួយស្វែងរកទីផ្សារថ្មីៗសម្រាប់ផលិតផលរបស់ពួកគាត់យើងរីករាយនឹងមានមោទនភាពដែលបានជួយពួកគាត់ក្នុងការលើកកម្ពស់ស្តង់ដារនវានុវត្តន៍ការចែករំលែកចំណេះដឹងការកសាងសមត្ថភាពនិងការបង្កើតឱកាសសម្រាប់ដៃគូផលិតខ្នាតតូចរបស់យើងទូទាំងប្រទេសកម្ពុជាគំរូអាជីវកម្មបែបប្រមូលផ្ដុំរបស់ Unica បង្ហាញឲ្យឃើញថាកិច្ចសហការពិតជាអាចប្រែក្លាយខ្សែច្រវាក់តម្លៃក្រៅផ្លូវការទៅជាក្បាលម៉ាស៊ីននៃកំណើនប្រកបដោយបរិញ្ញាបត្រផ្លូវការនិងការប្រកួតប្រជែង។